ស្ដីអ្នកគ្នាសូមស្វាគមន៍មកកាន់រៀននិយាយ podcast episode ទី4ហើយ topic យើងថ្ងៃហ្នឹងយើងនិយាយតាក់ទងជាមួយនឹងវិន័យជាមួយនឹងការលើកទឹកចិត្តអញ្ចឹងមុននឹងឈានចូលទៅដល់ topic របស់យើងខ្ញុំធ្វើការបកស្រាយពាក្យនីមួយៗដែលមានអត្ថន័យថាយ៉ាងណាតាក់ទងជាមួយនឹង discipline ជាមួយនឹងការលើកទឹកចិត្តអញ្ចឹងយើងចូលទៅដល់ការលើកទឹកចិត្តមុនយើងទាំងអស់គ្នាធ្លាប់បានលឺហើយត្រូវអត់ការលើកទឹកចិត្តអ្នកខ្លះគាត់បានស្ដាប់មើលវីដេអូតាក់ទងមួយការលើកទឹកចិត្តអ្នកខ្លះគាត់បានអានសៀវភៅតាក់ទងមួយការលើកទឹកចិត្តហើយអ្នកខ្លះទៀតគាត់បានឃើញ quote ពីបុគ្គលជោគជ័យអីជាងជាដើមអញ្ចឹងហ្នឹងហើយអ្នកទាំងអស់គ្នាការលើកទឹកចិត្តហ្នឹងវាប្រៀបបានដូចជាចំហេះមួយអង់គ្លេសគេថា spark វាធ្វើដុតបច្ចេកឲ្យយើងចង់ធ្វើអ្វីមួយចង់ចាប់ផ្ដើមអ្វីថ្មីចឹងឧទាហរណ៍នៅពេលដែលពួកគាត់បានទៅស្ដាប់វីដេអូបានទៅមើលវីដេអូតាក់ទងមួយបុគ្គលជោគជ័យ idol របស់គាត់អីចឹងធ្វើអីម្យ៉ាងចឹងធ្វើលើកទឹកចិត្តឲ្យគាត់ចង់ធ្វើដែរចង់ចាប់ផ្ដើមធ្វើវាហើយភាគច្រើនអាពាក្យហ្នឹងគេតែងតែនិយាយថាការលើកទឹកចិត្តហ្នឹងវាមានអារម្មណ៍ល្អវាធ្វើយើងមានអារម្មណ៍ល្អហើយវាភាគច្រើនគេនិយាយថាយើងចាប់ផ្ដើមធ្វើវាខ្លះគាត់បានការលើកទឹកចិត្តនឹងអំពីគ្រួសារបងប្អូនលើកទឹកចិត្តឲ្យយើងចាប់ផ្ដើមធ្វើអ្វីដែលយើងចង់ធ្វើនឹងទៅឧទាហរណ៍ដូចជាយើងចង់បើកអាជីវកម្មខ្លួនឯងគាត់លើកទឹកចិត្តជំរុញទឹកចិត្តឲ្យយើងហ៊ានបើកហ៊ានធ្វើហ៊ាន plan ហ៊ានអីចឹងណាហើយពេលខ្លះទៀតបានមកពីមានជាសិក្ខាសាលាឬក៏ចេញពីសៀវភៅដែលយើងអានលើកទឹកចិត្តឬក៏ជា podcast អីដែលយើងបានមើលបានស្ដាប់ចម្រៀងអីចឹងជាដើមអញ្ចឹងការលើកទឹកចិត្តហ្នឹងជាក់ស្ដែងទៅវាគ្រាន់តែជាអារម្មណ៍ទេវាជាអារម្មណ៍ដែលបច្ចេកឲ្យយើងចង់ធ្វើវាប៉ុន្តែធ្វើវាក៏អត់យើងក៏អត់ដឹងដែរអញ្ចឹងអានឹងតកតងជាមួយនឹង discipline ទៅវិញអញ្ចឹងខ្ញុំបកមកវិញ motivation ហ្នឹងការលើកទឹកចិត្តហ្នឹងវាគ្រាន់តែជាអារម្មណ៍ទេបើមិនជាយើងអត់ធ្វើវានៅតែជាអារម្មណ៍ដែលគ្រាន់តែធ្វើឲ្យយើងរំភើបចង់ធ្វើទេប៉ុន្តែធ្វើឬក៏អត់អាស្រ័យតែលើការវិន័យអញ្ចឹងនិយាយពី discipline ម្ដងវិន័យគឺមានន័យថានិយាយស្រួលស្ដាប់ទៅគឺជាការធ្វើអ្វីដែលយើងត្រូវតែធ្វើទោះបីជាយើងអត់មានអារម្មណ៍ចង់ធ្វើវាក៏ដោយឧទាហរណ៍ជាក់ស្ដែងយើងចង់សម្រកគីឡូអញ្ចឹងយើងត្រូវទៅជីមយើងទៅហាត់ប្រាណទោះបីជាថ្ងៃហ្នឹងមេឃភ្លៀងអីក៏វាមិនមែនជាឧបសគ្គរារាំងយើងដែរបើមិនជាយើងមានវិន័យក្នុងខ្លួនយើងត្រូវទៅបានយើងមានអាវភ្លៀងឬក៏យើងមានឆ័ត្រដើម្បីទៅអញ្ចឹងអាហ្នឹងហើយវាគឺជាវិន័យគឺត្រូវតែធ្វើទោះបីជាយើងអត់ចង់ធ្វើក៏ដោយអញ្ចឹងមនុស្សគ្រប់គ្នាណាដែលមានវិន័យបកគោលជោគជ័យភាគច្រើនគឺគាត់មានវិន័យផ្ទាល់ខ្លួនរបស់គាត់ដឹងថាថ្ងៃហ្នឹងគាត់ត្រូវធ្វើអីឬក៏គាត់មាន plan ហើយគាត់ត្រូវតែធ្វើអញ្ចឹងហើយធ្វើវាបានចប់ឡប់វាតាក់ទងជាមួយនឹង consistency ទៀតនៅពេលដែលយើងមានវិន័យហើយយើងត្រូវតែធ្វើវាបានចប់ឡប់ធ្វើវាបានជាប្រចាំបើទោះជាការងារដែលយើងត្រូវធ្វើនឹងវាតិចវាទូចក៏ដោយជំហានទូចក៏ដោយប៉ុន្តែយើងនៅតែត្រូវធ្វើវាអាហ្នឹងគឺមនុស្សដែលមានវិន័យគឺគោរពខ្លួនឯងគោរពនៅពាក្យសម្ដីខ្លួនឯងពាក្យសន្យាខ្លួនឯងដែលថាចង់ធ្វើហើយគឺត្រូវតែធ្វើវាតែម្ដងអញ្ចឹងវិន័យវាច្បាស់លាស់ជាងការលើកទឹកចិត្តបើយើងគ្រាន់តែមើលការលើកទឹកចិត្តហ្នឹងមួយទៀតវាដូចជាដូប៉ាមីនអញ្ចឹងបងប្អូនស្លាប់ឮអរម៉ូនដូប៉ាមីនដែលវាជួយធ្វើឲ្យយើងអារម្មណ៍សប្បាយរីករាយអញ្ចឹងណាពេលដែលយើងបានមើលវីដេអូតាក់ទងមួយ motivational speaker ឬក៏អីចឹងយើងមានអារម្មណ៍ថាសប្បាយ feel good អារម្មណ៍យើងល្អប៉ុន្តែវានឹងបាត់បង់ទៅវិញនៅពេលដែលយើងឈប់មើលអញ្ចឹងបើសិនជាយើងចង់មើលទៀតយើងនៅតែបន្តមើលទៀតវាខ្លាយទៅជាញៀនវិញតែអត់ទទួលបានអីទេបានតែការកំសាន្តអារម្មណ៍ហ្នឹងប៉ុន្តែវាដូចជា imagination អញ្ចឹងវាដូចជាការសម័យសប្បាយចិត្តប៉ុន្តែផុតពីនឹងទៅអត់មានអីទទួលផលសោះប៉ុន្តែបើសិនជាយើងមានវិន័យវិញយើងដាក់គោលដៅទៅមានការលើកទឹកចិត្តយើងមើលការលើកទឹកចិត្តហើយខ្ញុំពិតវាមិនមែនជារឿងដែល negative ទេវាមិនមែនជារឿងដែលអវិជ្ជមានទេដែលមានការលើកទឹកចិត្តមើលវីដេអូការលើកទឹកចិត្តស្ដាប់ចម្រៀងលើកទឹកចិត្តអានសៀវភៅលើកទឹកចិត្តអីទាំងអស់ហ្នឹងវាមិនមែនជារឿងខុសទេប៉ុន្តែបើសិនជាយើងអត់យល់ថាការលើកទឹកចិត្តហ្នឹងហើយអត់យកមកធ្វើជាសកម្មភាព take action on it វាមានន័យថាអត់ប្រយោជន៍ដែរអញ្ចឹងមិនមែនថាយើងកុំទៅមើលការលើកទឹកចិត្តអីទេការជំរុញទឹកចិត្តវាពិតជាសំខាន់វាដើរតួនាទីសំខាន់នៅក្នុងការបញ្ឆេះឲ្យយើងមានចិត្តហើយនឹងរំភើបនៅក្នុងការធ្វើអីដែលយើងចង់ធ្វើហ្នឹងអាហ្នឹងវាគឺជារឿងល្អបើសិនជាយើងចាប់ផ្ដើមដាក់គោលដៅខ្លួនឯងថា
មានវិន័យខ្លួនឯងហើយថាយើងត្រូវតែធ្វើវាបើទោះបីជាយើងចាប់ផ្ដើមពីជំហានទី1ទៅក៏ដោយគឺក៏ចាប់ផ្ដើមពី0ទៅក៏ដោយប៉ុន្តែត្រូវតែធ្វើវាឲ្យបានចប់ឡប់អញ្ចឹងវិន័យវាគិតពិតជាមានឥទ្ធិពលខ្លាំងណាស់ដូចជាបើសិនជាយើងសាងសង់ផ្ទះអញ្ចឹងយើងចាប់ផ្ដើមពីឥដ្ឋទី1អាហ្នឹងឧទាហរណ៍ដែរកុំឲ្យយើងសម័យខ្ពស់ពេកទៅពេលដែលយើងគិតសម័យធំពេកយើងអត់ហ៊ានចាប់ផ្ដើមធ្វើវាទេដោយសារតែយើងគិតថាវាមិនអាចទៅរួចណាអញ្ចឹងយើងចាប់ផ្ដើមតូចៗទៅបានហើយដូចជាផ្ទះមួយអញ្ចឹងឧទាហរណ៍ផ្ទះមួយអញ្ចឹងយើងសាងសង់គេមិនចាប់ផ្ដើមពីឥដ្ឋម្ដុំត្រូវឥដ្ឋម្ដុំរហូតដល់បានកើតជាផ្ទះមួយអាហ្នឹងវាគឺជាការចាប់ផ្ដើមពីជំហានតូចៗហើយធ្វើវាឲ្យបានចប់ឡប់អញ្ចឹងនៅពេលដែលយើងមានវិន័យយើងបង្កើតត្រឡប់មួយត្រឡប់យើងដឹងហើយត្រឡប់ទៅពេលដែលយើងបង្កើតវាជាញឹកញាប់ជារៀងរាល់ថ្ងៃធ្វើវាដដែលត្រឡប់ហ្នឹងវាខ្លាយទៅជាអូតូម៉ាទិកណាអូតូម៉ាទិកsystem ប្រព័ន្ធហ្នឹងដែលយើងមិនចាំបាច់ហត់នៅក្នុងការធ្វើវាដល់ពេលហ្នឹងគឺវានឹកឃើញខ្លួនវាហ្មងអូតូម៉ាទិកវាកាត់ឡើងដោយឯងអញ្ចឹងឧទាហរណ៍ដូចជាយើងទៅរៀនភ្លេងអីចឹងឧទាហរណ៍រៀនសារអាទិត្យអញ្ចឹងឲ្យតែយើងសារអាទិត្យយើងដឹងថាទៅហើយសារអាទិត្យយើងដឹងថាទៅដំបងវាទៅដំបងយើងខ្ជិលមែនដំបងសបាយហើយដូចជាខ្ជិលវិញហើយបន្ទាប់មកនៅពេលដែលយើងមានវិន័យខ្លួនឯងយើងថាយើងត្រូវទៅទៅពេលធ្វើដដែលទៅកើតទៅជាត្រឡប់អញ្ចឹងថ្ងៃហ្នឹងទោះអត់ចង់ទៅក៏ដូចជាទៅវាទៅអូតូហ្មងយើងត្រូវទៅអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាចង់សម្រេចគោលដៅឬក៏ក្តីសម័យឬក៏ចង់ធ្វើអីមួយចឹងត្រូវតែមានវិន័យការលើកទឹកចិត្តសំខាន់ប៉ុន្តែត្រូវតែធ្វើវាអត់គ្រាន់តែស្ដាប់ការលើកទឹកចិត្តហើយអត់ធ្វើវាទេអញ្ចឹងជារួមមកការលើកទឹកចិត្តវាល្អតើតើយើងមានវិន័យក្នុងខ្លួនដែរមានគម្រោងមាន plan រៀបចំវាទៅហើយធ្វើវាជាប្រចាំម្ដងបន្តិចម្ដងតិចពីជំហានទី1រហូតដល់យើងទទួលបានអ្វីដែលយើងទទួលបានទោះបីជាដំបូងហ្នឹងវាអត់តន់ល្អគ្រប់គ្រាន់ទេប៉ុន្តែបើសិនជាយើងនៅតែបន្តធ្វើវានឹងបន្តរីកចម្រើនម្ដងបន្តិចអញ្ចឹងកុំភ្លេចមានវិន័យក្នុងខ្លួនអ្នកទាំងអស់គ្នាដូចខ្ញុំថ្ងៃហ្នឹងខ្ញុំខ្ជិលខ្ញុំអត់ចង់ថតទេប៉ុន្តែដោយសារតែខ្ញុំមានវិន័យខ្ញុំថាខ្ញុំត្រូវតែធ្វើវាដោយសារតែ podcast នេះខ្ញុំបង្កើតខ្លួនឯងខ្ញុំចង់រៀននិយាយខ្លួនឯងអញ្ចឹងបើខ្ញុំអត់និយាយអញ្ចឹងខ្ញុំ fail ហើយខ្ញុំនឹងបោះបង់វាចោលហើយអញ្ចឹងកុំបោះបង់សុខចិត្តមានដាក់វិន័យលើខ្លួនឯងពេលខ្លះវិន័យនេះវាអាចទៅជាសម្ពាធបន្តិចបន្តួចតែសម្ពាធនេះគឺសម្ពាធធ្វើឲ្យយើងរីកចម្រើនទេអញ្ចឹងយើងគួរតែធ្វើវាទៅអូខេអញ្ចឹងប៉ុណ្្នឹងឯងនេះគឺជាអេពីសូតទី4ជួបគ្នានៅវីដេអូក្រោយកុំភ្លេច subscribe ផងបាយបាយ